បង្កើតថ្នាក់បែបល្បែងសិក្សាគឺមានច្រើនប្រភេទនៅក្នុងថ្ងៃនេះអ្នកគ្រូនឹងលើកយកល្បែងសិក្សាមួយប្រភេទដែលយើងប្រើប្រាស់កម្មវិធី Playground លើកយកមកបង្ហាញអ្នកទាំងអស់គ្នាជំហានដំបូងអ្នកគ្រូសូមធ្វើការពន្យល់ទៅលើពាក្យថាល្បែងសិក្សាជាមុនសិនល្បែងសិក្សាតាក់ទងទៅនឹងពាក្យភាសាអង់គ្លេសយើងអាចហៅថា gamification គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពខ្លាំងសមស្របសម្រាប់ការបង្កើតថ្នាក់សកម្មមានការចូលរួមខ្ពស់និងធ្វើឲ្យសិស្សចូលចិត្តរៀនកាន់តែច្រើនការបង្កើតថ្នាក់បែបល្បែងសិក្សាបានបង្ហាញយ៉ាងច្បាស់ថាការបញ្ចូលធាតុនៃហ្គេមសិក្សាអប់រំទៅក្នុងថ្នាក់រៀនអាចជួយបំប្លែងបរិយាកាសសិក្សាធម្មតាឲ្យក្លាយទៅជាការរៀនដែលសប្បាយរីករាយនិងមានន័យជាងមុនជំហានបន្ទាប់ទៀតនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់កម្មវិធី Playground អញ្ចឹងជាជំហានដំបូងយើងអាចធ្វើការចូលទៅកាន់ browser Chrome បន្តមកទៀតធ្វើការ login នៅ account Gmail ហើយនៅលើប្រអប់ខាងលើនេះគឺអ្នកទាំងអស់គ្នានឹងវាយពាក្យថា Playground Enter ហើយចុចទៅលើរូបភាពខាងលើនេះក្រោយមកទៀតយកពាក្យថា Dashboard យកពាក្យថា Create a quiz យកពាក្យថា Assessment យកពាក្យថា Multiple choice បន្តមកទៀតធ្វើការវាយបញ្ចូលនៅសំណួរនៅខាងលើនេះអញ្ចឹងអ្នកគ្រូអាចនឹងវាយអក្សរថាសួរថាតើនរណាជាតួអង្គសំខាន់នៅក្នុងរឿងចាចំណែកឯចម្លើយអាចធ្វើការសរសេរបន្ថែមនៅក្នុងប្រអប់ខាងក្រោមនេះអ្នកគ្រូអាចដាក់ថាត្រីចុច tab បន្តមកទៀតអ្នកនេសាទសត្វស្លាបហើយនឹងតួអង្គស្ដេចចាអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសយកចម្លើយដែលត្រឹមត្រូវបើសិនជាចម្លើយត្រឹមត្រូវមានតែមួយអ្នកទាំងអស់គ្នាយកពាក្យថា single correct answer ជាងជ្រើសរើសមកគឺតួអង្គត្រីប្រសិនបើចម្លើយត្រឹមត្រូវលើសពី1អញ្ចឹងអាចយកពាក្យថា multiple correct answer អាចជ្រើសរើសយកតួអង្គម្នាក់ទៀតមកគឺតួអង្គស្ដេចចាអញ្ចឹងនៅក្នុងយោងទៅតាមអត្ថបទនៃខ្លឹមសារអត្ថបទ reading គឺឃើញថាចម្លើយដែលត្រឹមត្រូវគឺមានតែតួអង្គត្រីទេអញ្ចឹងខ្ញុំសូមធ្វើការយកចម្លើយជាលក្ខណៈ single correct answer ក្រោយមកទៀតចុចពាក្យថា save question នៅក្នុងចំណុចនេះមុននឹងធ្វើការចុចយកពាក្យថា save question អ្នកទាំងអស់គ្នាកុំភ្លេចធ្វើការកំណត់នៅពិន្ទុក៏ដូចជាការកំណត់នៅវិនាទីផងដែរបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា save question នៅពេលដែលអ្នកទាំងអស់គ្នាចង់បន្ថែមនៅសំណួរទី2បន្តទៀតអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា add question ខាងក្រោមនេះមកហើយយកជាជម្រើស multiple choice បន្តទៀតនៅក្នុងប្រអប់ខាងលើនេះយើងអាចធ្វើការសរសេរសំណួរបន្ថែមទៀតអាចសួរទៅកាន់នៅក្នុងអត្ថបទនេះយើងអាចសួរទៅកាន់កូនសិស្សបន្ថែមទៀតថាតើអ្នកនេសាទកំពុងធ្វើអ្វីចម្លើយគឺអាចដូចជាគាត់ធ្វើការចម្អិនអាហារគាត់ធ្វើការចម្អិនអាហារយើងចុច tab គាត់នេសាទគាត់ច្រៀងឬមួយក៏គាត់សម្រាកនៅក្នុងនេះធ្វើការជ្រើសរើសយកចម្លើយដែលត្រឹមត្រូវអញ្ចឹងនៅក្នុងនេះគឺអ្នកនេសាទគាត់កំពុងតែនេសាទចាក្រោយមកទៀតធ្វើការកំណត់ពិន្ទុនិងវិនាទីដូចគ្នាហើយចុចទៅលើពាក្យថា save question ចាពេលដែលយើងបានសំណួរទាំងពីរនេះហើយយើងនឹងធ្វើការបោះសំណួរទាំងអស់នេះឲ្យទៅកាន់កូនសិស្សគាត់អាចចូលរួមឆ្លើយនៅសំណួរទាំងអស់នេះបានអញ្ចឹងធ្វើដើម្បីឲ្យពួកគាត់អាចឆ្លើយនៅសំណួរនេះបានខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា publish ក្រោយមកទៀតធ្វើការបំពេញនៅចំណងជើងដែលដាក់ឈ្មោះឯកសារហ្នឹងអាចដាក់ឈ្មោះថា multiple choice នៅក្នុងនេះយើងអាចធ្វើការកំណត់មុខវិជ្ជាអាចទាក់ទងទៅនឹងមុខវិជ្ជាភាសាអង់គ្លេសឬក៏ភាសាខ្មែរអញ្ចឹងមកអញ្ចឹងធ្វើការរើសមកឥឡូវទៀតថាអ្នកគ្រូយកទៅលើពាក្យថាទាក់ទងទៅនឹងសិល្បៈអាតអីចឹងចាស់ឧទាហរណ៍ក្រោយមកទៀតទាក់ទងទៅនឹងថ្នាក់រៀនខ្ញុំអាចនឹងធ្វើការកំណត់ទៅលើថ្នាក់ទី1ជាឧទាហរណ៍អញ្ចឹងបន្តមកទៀតយើងយកពាក្យថា publish រងចាំបន្តិចដើម្បីឲ្យដំណើរការនៃការបង្កើតនៅសំណួរក្រោយមកទៀតអ្នកទាំងអស់គ្នាអាចចុចទៅលើពាក្យថា start now ហើយយើងយកពាក្យថា teacher ក្រោយមកទៀតចុចទៅលើប៊ូតុង start រងចាំបន្តិចពេលនោះនឹងចេញជា QR code ក៏ដូចជាlink កន្លែងដែលយើងអាចធ្វើការ copy link
ឲ្យទៅកាន់កូនសិស្សរបស់យើងក្នុងការគាត់ចូលរួមឆ្លើយទៅលើសំណួរអំបញ្ញមិញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការឲ្យគាត់ scan QR code យើងចុចទៅលើ QR code ទៅជាការស្រេចនៅក្នុងផ្នែកនេះគឺកូនសិស្សគាត់អាចនឹងធ្វើការ scan QR code នៅក្នុងនេះហើយគាត់ធ្វើការបំពេញឈ្មោះជាមួយនឹងទូរស័ព្ទដៃរបស់គាត់ទៅពេលដែលគាត់ចូលគ្រប់ចំនួនអស់ហើយគ្រូបង្រៀនគឺគាត់អាចចាប់ផ្ដើមចុចទៅលើប៊ូតុង Start អញ្ចឹងកូនសិស្សគាត់នឹងអាចធ្វើការឆ្លើយសំណួរម្ដងមួយដោយទៅតាមនាទីក៏ដូចជាវិនាទីដែលយើងបានកំណត់ចាអញ្ចឹងមេរៀនមានប៉ុណ្ណឹងសូមអរគុណច្រើន